Wow, look at this. គេតាមចំនួនពររបស់ Top Fan បាទអញ្ចឹងខ្ញុំនឹងធ្វើជ្រើសរូប Top Fan សម្រាប់ធ្វើ review តែម្ដងបាទអញ្ចឹងបងឈ្មោះពេជ្រសុជាតាអញ្ចឹងគាត់មានរូបមួយបាទគាត់ថតពេលយប់ហ្នឹងបាទអញ្ចឹងគឺគាត់បានសេថាលើកនេះសង្ឃឹមថាបានបង review ឲ្យ Top Fan អូខេរូបនេះគឺគាត់ថតប្រហែលយប់មិញបាទដែលមានប្រច័នបាទប្រច័នប្រហែលកើតហ្នឹងជាមួយនឹង Venus បាទ Venus ជាភពសុក្រភពអីហ្នឹងធំមែនទែនអញ្ចឹងយប់នេះក៏បងប្អូនយើងអាចមើលឃើញដែរអញ្ចឹងអាចចេញទៅថតទៅស្អាតមាននៅជិតគ្នាចឹងវាងាយមកជិតគ្នាពួកនោះបាទចឹងវារះមកជាការឆ្ងាយគ្នាហើយកន្លងខុសគ្នាចឹងណាបាទចឹងយូរបានជួបគ្នាម្ដងចឹងបាទចឹងតកតទៅនឹងចំណុចល្អរបស់គាត់គឺគាត់បានគ្រប់គ្រងពលឺបានល្អបាទជាមួយនឹងទី1គឺអ្វីសំខាន់គឺភពប្រច័នហើយនឹងភពសុកនេះបាទអញ្ចឹងគាត់ថតមកគឺ control ឃើញយើងឃើញមានប្រច័នមួយចំណុចចឹងណាបាទហើយនេះក៏មួយចំណុចដែរអញ្ចឹងវាអត់ over អីទេបាទហើយតកតទៅជាមួយនឹងគាត់លេងជាមួយនឹង foreground គាត់មានពណ៌ក្រហមយប់ឡើងគាត់ថតអាចឃើញពណ៌ក្រហមនេះគឺល្អមែនទែនបាទហើយនឹងអ្វីដែលគាត់លងទៀតគឺតកតទៅនឹង flare ចេញពីភ្លើងហ្នឹងគឺដូចជាអ្វីមួយជួយ control ពលឺហ្នឹងឲ្យល្អតែម្ដងបាទ control កន្លែងប្លង់របស់យើងហ្នឹងគឺល្អណាបាទអញ្ចឹងយើងឃើញមើលដូចពលឺជះមកចំផ្កានេះហើយដូចជះមកចំភពទាំងពីរនេះដែរអញ្ចឹងនេះជាចំណុចល្អរបស់គាត់ចំណុចខ្វះខាតរបស់គាត់គឺយើងមើលបើសិនបាទយើងភ្នែកយើងបើសិនអត់ឃើញផ្ទះនេះពណ៌សវា slide ចឹងពេកអញ្ចឹងភ្នែកយើងនឹងផ្ដោតសំខាន់លើចំណុចសំខាន់អស់នេះហើយបាទ line នេះបាទគាត់មាន line diagonal line គាត់ពីពលឺហ្នឹងបុកចូលមក subject ទីសំខាន់ហើយនឹង subject ពីរនេះបាទអញ្ចឹងវាជា line មួយដែលល្អហើយយើងមានផ្ទះនេះយើងមើលទៅឃើញវាចំណាយភ្នែកយើងទៅមើលរបស់មិនសូវសំខាន់នេះទេបាទអញ្ចឹងហ្នឹងទី1ទី2អ្វីដែលខ្វះខាតទៀតគឺនេះបាទទុកទៅអីវាអត់ប្រយោជន៍ទេហ្នឹងវា distract ភ្នែកយើងដែរអញ្ចឹងវាតែវា balance ជាមួយគ្នាតែវាអត់វាសំខាន់ណាមើលទៅវាយើងមើលទៅអត់ផ្ដោតអាចចំណុចពិសេសរបស់យើងទេចំណុចពិសេសយើងដុំនេះបាទអញ្ចឹងមានអីយើងអាចឲ្យក្រោយជិះបាទជិះប្លង់យើងទៅមិនឲ្យគិតពីនេះឬក៏គិតនេះបានគិតបាទបើគិតបានយើងអាចធ្វើម៉េចកុំឲ្យវាភ្លឺពេកអញ្ចឹងវិធីសង្គ្រោះមានតែយើងក្រប់យើងអាចនឹងបាត់កន្លែងនេះអញ្ចឹងខ្ញុំសាកឲ្យមើលអូខេខ្ញុំយក original អញ្ចឹងសាកក្រប់ឲ្យបាត់មើលក្រប់បាត់ប៉ុណ្ណេះមកអញ្ចឹងវាសឹងតែបាត់អាភ្លឺនេះអាភ្លឺសំខាន់របស់យើងណាអញ្ចឹងអាចមើលប៉ុណ្ណេះមកព្រោះយើងចង់បានភ្លើងសំខាន់បើភ្លើងសំខាន់ប៉ុណ្ណេះវាស្ទើរបាត់បាទព្រោះភ្លើងសំខាន់អ្នកតើនេះបញ្ចេញមកវាស្អាតអញ្ចឹងណាអញ្ចឹងវាបាត់បើយើងក្រប់ប៉ុណ្ណេះវាបាត់ច្រើនណាបាត់ព័ត៌មានណាបាត់ចំណុចសំខាន់អញ្ចឹងបើយើងទុកមកវិញវានៅតែទើសអញ្ចឹងយើងអាចហ្នឹងហើយខ្ញុំគិតថាសុខចិត្តឲ្យមានខ្លះឲ្យមានផ្ទះខ្លះតោះបាទដោយសារយើងបើយើងសង្គ្រោះមានតែអញ្ចឹងបាទដោយសារខ្ញុំអត់ចង់ឲ្យបាត់អ្នក flare សំខាន់នេះអានឹងស្អាតណាពលឺបាញ់មកចូលមក subject របស់យើងនេះបាទអញ្ចឹងសំខាន់អញ្ចឹងយើងមើលមកឲ្យវាត្រូវ diagonal line របស់យើងសំខាន់វា subject យើងស្ទើរកណ្ដាលស្ទើរ rule of third ទៀតបាទអញ្ចឹងវាបើយើងក្រប់ទៅចេះវាបាត់ពលឺសំខាន់របស់យើងនេះបាត់នេះបើក្រប់អាផ្ទះនេះបាត់ដាច់ណាអញ្ចឹងយើងអាចសង្គ្រោះវាចាំមិនបាទអូខេយើងធ្វើមិនឲ្យសល់បន្តិចចុះកុំឲ្យសល់ចុះបាទកុំឲ្យវាច្រើនដូចមុនអញ្ចឹងយើងធ្វើប៉ុណ្ណេះគឺយើងសល់នេះ rule of third ហើយនឹងសល់កន្លែងវាសំខាន់បូកជាមួយពលឺដែលបាញ់ចូលមកអញ្ចឹងយើងសម័យមើលថានៅក្នុងអវកាសណាបើសិនយើងមាននៅក្នុងលំហបាទអញ្ចឹងបើយើងមានតែចំណុចដែលពិសេសពីច្រើនគឺវាទលាយវាមានតែចំណុចសំខាន់ប្រហែលនេះទេដែលយើងមើលទៅវាមានអារម្មណ៍ថាយើងនៅលើពិភពហ្មងបាទនៅលើនេះណានៅលើអវកាសហ្មងបាទលើ space ហ្មងអញ្ចឹងប៉ុន្តែគាត់ថាស្ទើរប្លង់ subject របស់យើងនេះអញ្ចឹងខ្ញុំឆ្លាញ់អានេះដែលដូចជាប្រាក់ទឹកអញ្ចឹងបើយើងនិយាយទៅ solar system យើងមានភពបើយើងទាំងអស់ហ្នឹងភពច័ន្ទភពពហោះភពសុក្រភពផែនដីយើងគឺពឹងផ្អែកទៅលើប្រាក់ទឹកអញ្ចឹងអានេះដូចតំណាងឲ្យប្រាក់ទឹកអញ្ចឹងពលឺប្រទិតចេញមកតែប៉ុន្តែនេះពលឺភ្លើងនៅតាមផ្លូវអីទេឬក៏ភ្លើងនៅផ្ទះប៉ុន្តែយើងអត់បាច់ឲ្យឃើញនេះគ្រាន់តែឃើញ flare ប៉ុណ្ណឹងយើងបានថាអនុញ្ញាតឲ្យអ្នកមើលសម័យឃើញថាអូយើងនៅក្នុងពិភពដូចគាត់ថតនៅក្នុងអវកាសអញ្ចឹងបើអត់នេះទៀតនេះបើអត់នេះទៀតណាយើងមើលមកដូច NASA គេថតអញ្ចឹងនេះបើអត់ចេះហ្នឹងហើយយើងសម័យមកដូច NASA អញ្ចឹងឃើញ NASA ថតជាមួយនឹងភពផ្សេងដែលគេហោះក្នុង space ហើយថតមកប្រទិតឲ្យបូកជាមួយនឹង subject ដែលជាភពនេះអញ្ចឹងយើងមើលដូចក្នុង space អញ្ចឹងហ្នឹងលយមែនតើប៉ុណ្ណឹងប៉ុន្តែគាត់អ្វីដែលខ្ញុំអត់ក្របខ្ញុំថានេះវាអត់នៅក្នុង rule set បើនៅ rule set ខ្ញុំក្របយកហើយអញ្ចឹងទៅវាអត់ស្អាតហើយវាបាត់របស់យើងគាត់ចង់ឃើញនៅក្នុងរបស់គាត់គឺនេះផ្កានេះគឺសំខាន់ដែរបានតំណាងជាផែនដីអញ្ចឹងទៅឧទាហរណ៍ណាអូខេខ្ញុំមានប៉ុណ្ណឹងបងប្អូនអូខេ your photo is your reward amazing